បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាឥឡូវយើងបន្តវីដេអូរបស់យើងមកទៀតដែលការពីវីដេអូទី1និងវីដេអូទី2ខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាសម្រាប់ជា introduction ក៏ដូចជា role របស់ science engineer ថាគាត់គួរតែធ្វើអីគាត់ត្រូវតកតងមួយខាងណាខ្លះអញ្ចឹងណាភាគីដែលពាក់ព័ន្ធនេះនឹងទៅអញ្ចឹងនៅវីដេអូនេះខ្ញុំនឹងបន្តមកបង្ហាញអ្នកទាំងអស់គ្នាពីភាពខុសគ្នារវាង science engineer site supervisor quantity surveyor អីចឹងទៅដើម្បីឲ្យគ្នាយើងស្គាល់ក៏ដូចជាដឹងពីតួនាទីហើយមែនតើទៅនៅពេលដែលគ្នាយើងមករៀនហ្នឹងបើសិនជាគ្នាយើងមានសាច់ញាតិក៏ដូចជាបានធ្វើការស្រាវជ្រាវទៅលើផ្នែកវិស្វកម្មក៏ដូចជាសំណង់ស៊ីវិលនឹងបានច្រើនគ្នាយើងអាចយល់ស្វែងយល់បានច្រើនដូចគ្នាប៉ុន្តែសម្រាប់គ្នាយើងខ្លះអត់បានធ្វើការស្រាវជ្រាវក៏ដូចជាអត់មានសាច់ញាតិបងប្អូនធ្វើការងារផ្នែកហ្នឹងទេគ្នាយើងក៏អត់ដឹងដែរអញ្ចឹងនៅពេលដែលគ្នាយើងអត់ដឹងវា affect មិនវាហាក់បីដូចជាគ្នាយើងចង់ទៅណាមួយប៉ុន្តែគ្នាយើងអត់ដឹងថាផ្លូវហ្នឹងទៅណាគ្នាយើងអញ្ចឹងគ្នាយើងធ្វើការមើល map ឬក៏សួរគេអញ្ចឹងឯងអាហ្នឹងគឺជាអីដែលយើងធ្វើការណាបើសិនជាយើងមានដូចសម័យឥឡូវយើងមាន map មានអីយើងទៅសៀមរាបយើងទៅប្រុចអត់មានពិបាកទេប៉ុន្តែបើសិនជាអត់មានតើគ្នាយើងត្រូវសួរគេអញ្ចឹងអានេះក៏ដូចគ្នាដែរមកគ្នាយើងត្រូវដឹងថានៅក្នុងវិស័យសំណង់ហ្នឹងវាមានផ្នែកវាមានតួនាទីគេខ្លះដើម្បីគ្នាយើងងាយស្រួលនៅក្នុងការនៅពេលដែលរៀនចប់ហ្នឹងគ្នាយើងចង់ធ្វើអីគ្នាយើងគួរតែចេះអីអញ្ចឹងណាអញ្ចឹងវាអាចជួយគ្នាយើងបានដូចគ្នាដែរអញ្ចឹងក្នុងនេះខ្ញុំដាក់មកតែ2 3 position ប៉ុន្តែមែនទែនទៅនៅក្នុងសំណង់វាមានច្រើនវាមិនមានតែ2 3ហ្នឹងទេហើយខ្ញុំនឹងបង្ហាញគ្នាយើងជាអក្ឆាតទាំងមូលរបស់ក្រុមហ៊ុនតែម្ដងអញ្ចឹងណាអញ្ចឹងមុននឹងបន្តទៅអាហ្នឹងខ្ញុំសូមរំលឹកបន្តិចទៅមានន័យថានៅពេលដែលយើងចង់ transfer ពី drawing ទៅជា real buildingតើគ្នាយើងត្រូវកាយគេខ្លះអញ្ចឹងកាលពីសប្តាហ៍មុនយើងបានសរសេរជា shortcut មួយមានន័យថាដើម្បី build បានយើងត្រូវកាយគេយើងត្រូវការ resource ដែល resource ហ្នឹងវាមានសម្ភារៈវាមានពលកម្មវាមានគ្រឿងចក្រអីចឹងទៅហើយបន្ទាប់មកយើងត្រូវការបច្ចេក document ហ្នឹងវាមានអីគេខ្លះវាមាន BQ វាមាន drawing វាមាន material list វាមានschedule វាមានអីចឹងទៅវាមាន sample approval អីចឹងទៅហើយបន្ទាប់មកយើងត្រូវការ management នេះអញ្ចឹង management ហ្នឹងគឺជាអីដែលយើងចង់និយាយនេះអញ្ចឹងពាក់ព័ន្ធមួយ management នេះគឺសំខាន់ដោយសារតែអត្ថន័យដែលពាក្យថាគម្រោងមួយដែលជោគជ័យគឺជាគម្រោងមួយដែលតាន់ពេលវេលាកុងត្រារបស់យើងឬក៏ schedule ដែលយើងបាន set ជាមួយនឹង client ក៏ដូចជាមានគុណភាពមានសោភ័ណភាពមានសុវត្ថិភាពអីចឹងទៅបើគ្នាយើងតាមឃើញនៅពេលដែលយើងធ្វើអាគារតូចៗឬក៏ផ្ទះតាមភូមិតែជាងគាត់ធ្វើបានដែរបើចាំមាន management វិស្វករsite manager project manager អីទេប៉ុន្តែបើសួរថាតើគុណភាពសំណង់មានអត់ខ្ញុំគិតថាគ្នាយើងក៏អាចនឹងពិបាកឆ្លើយដូចគ្នាដែរដោយសារពួកគាត់អត់បានរៀនអត់បានស្វែងយល់ពីផ្នែកវិស្វកម្មនៃសំណង់ civil ហ្នឹងទេគាត់អត់បានរៀន design ទេគាត់អត់ដឹងថាផ្ទះប៉ុណ្ណឹង load ប្រមាណត្រូវការទំហំជើងតាំងប្រមាណបើធៀបជាមួយនឹង bearing capacity របស់ដីនៅទីតាំងហ្នឹងអញ្ចឹងគាត់អត់ដឹងទេអញ្ចឹងផ្ទះហ្នឹងបាក់ស្រុតពេលណាក៏អត់ដឹងដូចគ្នាដែរអញ្ចឹងគាត់អត់ដឹងទូទៅម៉ងថាធ្នឹមហ្នឹងត្រូវរត់ដែកមិនអីមិនគឺអត់ដឹងទាំងអស់ shear មិន torsion មិនគឺអត់ដឹងទេអញ្ចឹងណាគាត់ថាបើសិនជាគ្នាយើងធ្វើផ្ទះតូចមួយយើងត្រូវការ management ច្រើនមក control ដូច high rise building អាហ្នឹងវាក៏បញ្ហាដែរដោយសារវាពាក់ព័ន្ធជាមួយនឹង costing អីយើងទៅអញ្ចឹងបើគ្នាយើងត្រូវដឹងថាQS ហ្នឹងគេធ្វើអីគេគិតរបៀបម៉េចអញ្ចឹងណាអញ្ចឹងបាទខ្ញុំចង់មកបង្ហាញគ្នាយើងអាហ្នឹងតោះអញ្ចឹងយើងទៅនិយាយពី management អញ្ចឹងគ្នាយើងអាចមើលជា organization chart នេះបានអានេះគឺជា org chart នៅក្នុងក្រុមហ៊ុនហ្នឹងណាអញ្ចឹងនៅក្នុងក្រុមហ៊ុនទូទៅមានជាម្ចាស់ក្រុមហ៊ុនហើយម្ចាស់ក្រុមហ៊ុនអាចជួលជា CEO ឬក៏ CEO ដោយខ្លួនឯងអីចឹងទៅហើយបន្ទាប់មកក្នុងហ្នឹងអាចមានជា General Manager ឬក៏ Project Director អញ្ចឹងទៅហើយក្រុមហ៊ុនខ្លះអាចប្រើពាក្យខុសពីហ្នឹងបន្ទាប់មកមានជា Project Manager ហើយ Project Director នេះគាត់អាចកាន់ Project Manager ច្រើនអាចថាមាន Project Manager ផ្សេងទៀតណាមានថាគាត់ចុះមកគាត់កាន់
ចឹងទៅអាចមាន project manager ផ្សេងទៀតហើយ project manager នេះគាត់កាន់មិនមែនតែមួយគម្រោងទេអាច2ឬក៏3ឬក៏4ទៅតាម capacity របស់គាត់ទៅតាម experience របស់គាត់ហើយនៅក្នុងផ្នែកដែលក្រោមគាត់នេះគឺមាន7 8 department នេះមកមានន័យថាទី1យើងមានជា construction department នេះគឺ focus ទៅលើការ build នៅការឋានហើយតបមក architect យើងមាន structure យើងមាន MEP យើងមាន QAQC ដែល focus ទៅលើ quality control យើងមានជា QS យើងមានជា procurement យើងមាន HR account នេះយ៉ាងទៅហើយ department ទាំងអស់នេះទូទៅគេមានជា head របស់គេអញ្ចឹងណាហើយក្រុមហ៊ុនខ្លះក៏អត់មានជា head ដែរអាចមកដល់យើងមាន manager មកមាន construction department យើងមាន site manager architect យើងមាន architecture manager យើងមាន structure manager MEP QAQC QS ហើយយើងទៅរហូតទៅដល់ HR account manager យើងទៅហើយអ្នកទាំងអស់គ្នាហ្នឹងគឺគាត់ធ្វើការក៏បែងចែកទៅតាមតនការដូចគ្នាដែរអញ្ចឹងបើយើង follow ទៅតាមសភៅ project management PM book Six Edition ឬក៏ Eight Edition ហ្នឹងគេបែងចែកជា stage អញ្ចឹងណាអញ្ចឹងទី1យើងមានជា initial stage នេះគឺជា stage ដំបូងបន្ទាប់ពី initial stage ហើយយើងមានជា planning stage បន្ទាប់ពី planning ហើយយើងចូលទៅដល់ executive បើយល់អត់ទេគ្នាយើងបន្ទាប់មកមានជា monitoring and control យើងទៅខ្ញុំសេកាត់ណាមើលមិនយល់ទេនេះបន្ទាប់មកយើង close project យើងទៅហើយនៅក្នុង stage មួយគឺ department មួយគឺគាត់ធ្វើការខុសៗគ្នាដូចគ្នាដែរអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថា construction department នេះចុះគឺនៅក្នុង stage initial នេះគឺគាត់អត់មានធ្វើអីគេទេ planning នេះគឺគាត់អត់មានធ្វើអីដូចគ្នាដែរគាត់នេះតតែដល់ executive stage បានគាត់ធ្វើការអញ្ចឹងយើងបែងចែកខុសៗគ្នាអញ្ចឹងណាគាត់ថាឥឡូវយើងនិយាយចេញពី site manager មកមុនមក site manager នៅពេលដែលឬក៏ខ្ញុំសេកាត់មកទៅខ្ញុំដាក់ SM អញ្ចឹង SM នេះនៅក្នុង stage executive មុនពេលដែល start ការឋានអីដែលគាត់ត្រូវ request ទៅខាង office ទៅលើផ្នែកដែលពាក់ព័ន្ធហ្នឹងគឺដូចគ្នាយើងដឹងមានន័យថាដើម្បី build បានណាគាត់ត្រូវការគេខ្លះគាត់ត្រូវការ resource អញ្ចឹងគាត់ត្រូវការទៀមទាពីខាង office មកអញ្ចឹងទី1មានអីគេខ្លះឥឡូវខ្ញុំសរសេរនៅខាងលើមកទៅមានថាទី1យើងត្រូវការ resource នេះយើងមិនមែននេះទេយើងទី1នេះគឺយើងត្រូវការគេយើងត្រូវការ list of material យើងត្រូវការជា listen ឬក៏ចេះក៏បានតែគ្នាយើងសរសេរអានេះមុនខ្ញុំសរសេរអានេះមុនគេទី1យើងត្រូវការ blank BQ blank BQ នេះគឺវាដើរតួសំខាន់ដើម្បីឲ្យគាត់ដឹងថានៅក្នុង project ហ្នឹងមាន scope អីគេខ្លះត្រូវការផ្នែកណាខ្លះដើម្បីពាក់ព័ន្ធផ្នែកអីខ្លះដែលខ្ញុំនិយាយហ្នឹងគឺសំដៅទៅលើជាងអាចមានជាងពីដែនជាងការ៉ូជាងថ្នាំជាងអីអញ្ចឹងណាអញ្ចឹងយើងគាត់ដឹង scope គាត់ដឹងបរិមាណព្រោះនៅក្នុង blank BQ នេះគឺមានតែitem បូកជាមួយនឹង quantity ទេអត់មានតម្លៃអត់មានអីទេណាហើយពេលខ្លះក៏គេឲ្យដឹងតម្លៃខ្លះដែរដល់ level SM ណាប៉ុន្តែឥឡូវជារួមយើងបាន blank BQ បន្ទាប់មកយើងត្រូវការ list of material list of material នេះគឺសំដៅទៅលើតើនៅក្នុង item ហ្នឹងត្រូវការស៊ីម៉ងម៉ានត្រូវការខ្សាច់ម៉ានត្រូវការដែកម៉ានអញ្ចឹងគាត់ត្រូវដឹងអាហ្នឹងដើម្បីផ្ទៀងដូចគ្នាដែរដោយសារតែនៅពេលដែលនៅក្នុង state ដែលថ្លៃខាង QS team គាត់បានធ្វើ BQ ទៅ follow ទៅលើtender drawing ហើយអាហ្នឹងវាអាចមានការ error ឬក៏ redesign មួយចំនួននៅពេលដែលក្នុង state construction នេះយើងទៅអញ្ចឹងគាត់អាចដឹងពាក់ព័ន្ធមួយនឹងការ variation នេះយើងទៅវាប្រែប្រួលបរិមាណឬក៏អីវាអាចមកពីអីហ្នឹងគាត់ដឹងអញ្ចឹង list of material នេះគឺដើរតួសំខាន់ទៅការយកមកដើម្បីឆែកទៅលើការកំងអីផ្សេងៗដូចគ្នាដែរបន្ទាប់មក subcontractor list
ចឹង subcontractor list ហ្នឹងឬក៏ material list ហ្នឹងគេធ្វើនៅក្នុង stage planning នេះអញ្ចឹងបានជានៅពេលដែល construction department យើងអត់ធ្វើការទេនៅពី stage នេះយើងមកធ្វើនៅនេះអញ្ចឹងនៅក្នុង stage planning ហ្នឹងខាង QS team ក៏គេបាន award ទៅលើ subcontractor ដែរមានន័យថានៅក្នុងការងារហ្នឹងមានគេខ្លះមានការងារការ៉ូមានការងារពីដានអញ្ចឹងគាត់ធ្វើ subcontractor list ហ្នឹងគឺមានលេខទូរស័ព្ទមានអីជាងដែលគាត់ award ហើយអញ្ចឹងនៅពេលដែលដល់វគ្គធ្វើការ site manager គាត់ណែ telephone ទៅរក sub ហ្នឹងទៅបានហើយដោយសារនៅខាងលើនេះនៅក្នុង stage planning នេះគឺគេរៀបចំឲ្យអស់ហើយអញ្ចឹងណាគាត់ដល់ពេលណាដែលត្រូវចូល SM គាត់ alert ទៅបានហើយអញ្ចឹងណាបន្ទាប់មកគាត់ត្រូវមានជាមើលមាន blank BQ គាត់មាន list of material គាត់មាន subcontractor list គាត់ត្រូវមាន schedule ឲ្យដឹងថាការឋានហ្នឹងចាប់ផ្ដើមពេលណាបញ្ចប់ពេលណាព្រោះអាហ្នឹងសំខាន់ដោយសារគាត់នឹងយកទាំងអស់ហ្នឹងទៅ assign ទៅឲ្យ supervisor ឬក៏ site engineer របស់គាត់ដើម្បី operation ការងារតហើយគាត់គឺជាអ្នក tracking អីចឹងទៅគាត់ជាអ្នក push គេអ្នក follow up អីចឹងណាអញ្ចឹងហើយមានឯកសារមួយចំនួនទៀតអានេះខ្ញុំថ្ងៃក្រោយខ្ញុំនឹងតម្លាក់ជា list ឲ្យអ្នកនរគ្នាមកដើម្បីងាយស្រួលណាប៉ុន្តែឯកសារគោលសំខាន់គឺអាហ្នឹងឬក៏មួយទៀតត្រូវវិញហ្នឹងណាអត់បានទេអាហ្នឹងណាអញ្ចឹងចាំមើលខ្ញុំនេះខ្ញុំនឹងតម្លាក់ជា list ឲ្យមកអញ្ចឹង SM គាត់ធ្វើការ request ទាំងអស់ហ្នឹងពី office team មកអញ្ចឹងនៅពេលដែលគាត់បានទាំងអស់ហ្នឹងហើយគាត់ចាប់ផ្ដើមទៅការឋានណាអញ្ចឹងទៅការឋានគាត់មាន list គាត់មានអីរបស់គាត់ទេណាថាគាត់ត្រូវធ្វើគេខ្លះទៅធ្វើរបងហុំព័ទ្ធការឋានទៅការធ្វើ access road ភ្ជាប់ប្រព័ន្ធទឹកភ្លើងរបៀបម៉េចទៅ request ទៅខាងណាហ្នឹងគាត់រៀបចំការឋានរបស់គាត់ទៅដើម្បី operation បានទូកុងណឺ office គាត់ដាក់កន្លែងណាឃ្លាំងគាត់ដាក់កន្លែងណាអញ្ចឹងណាដើម្បីរៀបចំទៅហើយបើការឋានធំត្រូវមានទីតាំង tower crane ត្រូវមានអីអញ្ចឹងគាត់ត្រូវរៀបចំមកទាំងអស់ហ្នឹងក្នុងនាមជា SM ណាអញ្ចឹងអាហ្នឹងបន្ទាប់ពី SM មកធម្មតាអាចមានជា supervisor ខ្ញុំដាក់ថា supervisor ខ្ញុំដាក់ supervisor អីចាស់ SP ហ្នឹងទៅអក្សរកាត់អញ្ចឹងណាអញ្ចឹង supervisor នេះគឺគាត់ធ្វើការតពី SM អញ្ចឹងតួនាទីរបស់គាត់គឺត្រូវទៅបែងចែកការងារជាមួយនឹងsite engineer របស់គាត់ក៏ដូចជាធ្វើការមួយចំនួនដែល site engineer គាត់សម្រេចចិត្តអត់បានអីចឹងទៅអញ្ចឹងដូចនៅក្នុងនេះមានន័យថាខាងនេះគាត់ធ្វើការទៅតាមថ្នាក់លើរបស់គាត់ប្រាប់ឯង how to be correctly គាត់មាន drawing គាត់មានអីគាត់ទៅមើលការឋានចឹងទៅដើម្បីគាត់ឆែកចឹងទៅហើយ supervisor គាត់មានតួនាទីលើស site engineer គាត់ថា how does the work and how fast តើគួរតែរៀបចំការងារបែបម៉េចតើគួរតែធ្វើបែបណាដើម្បីឲ្យការងារនឹងលឿនហើយត្រឹមត្រូវអីចឹងទៅអញ្ចឹងគាត់ធ្វើការតពី site manager ហើយគាត់ត្រូវដោះស្រាយការងារ1 2 3ទៅបើសិនជាកម្រិតណាដែល supervisor គាត់ដោះស្រាយអត់បានគាត់ទៅដល់ site manager របស់គាត់អីចឹងទៅហើយតួនាទីទី3នេះ QS របស់យើងនេះអញ្ចឹង QS ដូចនិយាយវិញអញ្ចឹងមានន័យថា QS គឺគាត់ធ្វើការបែងចែកជា stage បើទូទៅយើងហៅថា pre contract ហើយនឹង post contract pre contract នេះគឺនៅក្នុង initial stage នៅក្នុង stage planning នេះអញ្ចឹងនៅក្នុង first stage ឥឡូវឧទាហរណ៍ថាណាគេជាម្ចាស់គម្រោងដែលគាត់មានលុយអញ្ចឹងណាគាត់មាន concept ចង់ធ្វើជាសាលារៀនគាត់ធ្វើជាមន្ទីរពេទ្យឬក៏ធ្វើជាផ្ទះស្នាក់នៅអីចឹងណាអញ្ចឹងគាត់នៅពេលដែលមាន concept អ្នកដែលដំបូងគេដែលគាត់ទៅរកនេះគាត់ទៅរក architect ហ្នឹងគាត់នឹងធ្វើការ design គាត់នឹងធ្វើជា proposal ជា concept ឲ្យចេញមកជារូបរាងហើយឆ្លងvớiម្ចាស់ផ្ទះយ៉ាងទៅនៅពេលដែលម្ចាស់ផ្ទះគាត់ស្រឡាញ់ពេញចិត្តទៅលើ concept ទៅលើ mode នឹងហើយគាត់នឹងបោះទៅឲ្យ team structure ដូចជា team MEP ដើម្បីធ្វើការ design ជា structure តើគួរតែប្រើតសរបៀបម៉េចកណនីគ្រឹះមកទំហំប៉ុន្មានហើយ MEP នេះគឺគាត់ design ទៅលើប្រព័ន្ធទឹកប្រព័ន្ធភ្លើងប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងការប្រើប្រាស់ជាស្ដែងនៅក្នុងផ្ទះក្នុងអគារហ្នឹងទៅនៅពេលដែលគាត់បាន design ហើយគាត់មានជា typical drawing គាត់អាចបោះអាហ្នឹងទៅឲ្យខាង QS team នេះ
QS team នឹងធ្វើការ estimate ទៅលើតម្លៃក៏ដូចជាពេលវេលាសាងសង់ហើយនៅក្នុងក្រុមហ៊ុនអាចនឹងមានជា planning department មួយទៀតដើម្បី support planning ដូចគ្នាតែក្នុងនេះខ្ញុំអត់បានដាក់ទេហើយអាច QS ខ្លួនឯងឬក៏ project manager គាត់ support ទៅលើ schedule ហ្នឹងអញ្ចឹងគាត់នឹងដឹងថាបច្ចេកហ្នឹងចំណាយពេលប្រហែលដើម្បីចាប់ផ្ដើមទៅបញ្ចប់ហើយគាត់នឹងដឹងថាតើត្រូវការលុយប៉ុន្មានអញ្ចឹងណាអញ្ចឹងនៅពេលដែលដឹងអស់នឹងហើយនៅពេលដែលម្ចាស់គម្រោង confirm ថាធ្វើអាហ្នឹងយើង contract មួយគ្នាអីហើយវាត្រូវការដល់ stage planning នេះអញ្ចឹងនៅក្នុង stage planning គឺតាំង architect តាំង structure តាំង MEP ចាប់ផ្ដើមធ្វើការទៀតណាធម្មតាដំបូងគឺយើងមានតែ typical drawing ឬក៏ tender drawing ហ្នឹងណា typical ប៉ុន្តែយើងត្រូវការធ្វើជា shop drawing ដើម្បីលម្អិតឲ្យទៅខាង construction អញ្ចឹងនៅក្នុង stage planning នេះអ្នកទាំងអស់គ្នានេះ3 department នេះគឺចាប់ផ្ដើមគូសទៅលើ shop drawing ដើម្បី detail ហើយ QA/QC ឬក៏ technical នេះអាចនឹងមាន technical ទៀតប៉ុន្តែក្រុមហ៊ុនខ្លះអត់មានទេគឺ QA/QC នេះអ្នកធ្វើ method statement ចឹងអានេះវាអាចវែងឆ្ងាយទៀតគ្នាយើងអញ្ចឹងណាអញ្ចឹងចាំយើង detail ពេលក្រោយបន្ថែមទៀតក៏បានដែរឲ្យតែយើងដឹងត្រួសទៅអញ្ចឹង QS team គាត់ធ្វើនៅក្នុង stage នឹង planning ក្នុង stage planning គាត់ធ្វើគេនេះគាត់បំលែងទៅជា blank BQ list អស់ material គាត់ធ្វើ subcontractor list award មួយ subcon អីផ្សេងៗអញ្ចឹងគាត់ធ្វើហ្នឹងនៅពេលដែល stage construction នេះដល់ពេល executive នេះ executive នេះគឺគាត់ចាប់ផ្ដើមធ្វើទៅលើការ cost control ទៅលើ cost control ហ្នឹងមិនមានន័យថាគាត់ត្រូវ strict តាំងពីលើការ request ឲ្យបានអីផ្សេងៗអញ្ចឹងណាអញ្ចឹងគាត់មាន material list របស់គាត់បើសិនជាគ្នាយើង request ឲ្យបានទៅលើស request អីទៅក៏គាត់អត់ព្រមដែរហើយគាត់ត្រូវការ check ទៅលើ costing ឧទាហរណ៍ថានៅក្នុងពេល tender ស៊ីម៉ង់គាត់ដាក់តែមួយបាល់$5នៅពេលដែលខាង procurement ទិញជាក់ស្ដែង$5.5ពេលហ្នឹងគាត់អត់ approve ទេគាត់ត្រូវការឲ្យធ្វើ compare ធ្វើអីផ្សេងៗអញ្ចឹងណាអញ្ចឹងគោលបំណងសំខាន់គឺ quality ធ្វើម៉េចកុំឲ្យ side team ប្រើ wastage ច្រើនឬក៏អីអញ្ចឹងណាអញ្ចឹងទី2គឺ costing ហ្នឹងមានន័យថាគាត់ control ទាំង quantity គាត់ control ទាំងលុយធ្វើម៉េចកុំឲ្យខាង procurement team គាត់ទិញទៅវាលើសពី budget លើសអីកាលណាតែលើសពីរបស់តូចៗហ្នឹងវានឹងទៅលើសអាធំអញ្ចឹងវាធ្វើឲ្យគម្រោងយើងវាខាតវាអីយើងទៅអញ្ចឹងអាហ្នឹងគឺជាតួនាទីរបស់គាត់អញ្ចឹងខ្ញុំនិយាយបានតែត្រួសឲ្យគ្នាយើងអាចថាយើងនឹង detail ពេលក្រោយហើយសង្ឃឹមថាគ្នាយើងមើលយល់ព្រោះអីមែនតើអញញ៉ៃខ្លាំងតោះអញ្ចឹងខ្ញុំលុបអានេះសិនអញ្ចឹងបន្ទាប់ពីគ្នាយើងបានដឹងភាពខុសគ្នារបៀងតួនាទីមួយហើយគ្នាយើងអាចមើលមកក្រោមមកទៀតមកអញ្ចឹងអានេះវាគ្រាន់តែជាអីដែលយើងត្រូវធ្វើអញ្ចឹងគេដាក់ថា aesthetic and professionalism on site អញ្ចឹងទី1គឺយើងត្រូវមានភាពស្មោះត្រង់ធ្វើការទៀងពេលវេលាជៀសវាងមានពុកអលួយមានសុកប៉ាន់ពីជាងពីអីការងារខ្លះធ្វើអត់ត្រូវជាងឲ្យលុយយើងអូខេដែរអញ្ចឹងណាហើយមកធ្វើការឲ្យទាន់ពេលវេលានិយាយឲ្យសមរម្យយើងត្រូវចេះគោរពទៅ consultant គោរពទៅ client មិនថាតែ consultant client ទេយើងត្រូវការសំបីតែជាងក៏យើងត្រូវការគោរពគាត់ដែរអញ្ចឹងណាយើងអត់ចេះតែបដិណីទេហើយអញ្ចឹង be calm under pressure អញ្ចឹងយើងត្រូវមានភាពអត់ធ្មត់ត្រូវការធ្វើការនៅក្រោម pressure បានព្រោះការងារសំណងមែនតើទៅសម្ពាធច្រើនគួរសមអញ្ចឹងណាអញ្ចឹងគ្នាយើងត្រូវចេះទ្រាំចេះអីយើងទៅ willing to learn ត្រូវតែបើកចិត្តឲ្យទលាយត្រូវចេះរៀនសូត្រព្រោះកន្លែងធ្វើការគឺជាកន្លែងរៀនសូត្រជាពិសេសនៅពេលដែល intern ហ្នឹងពេលខ្លះអត់បានលុយទេអញ្ចឹងណាយើងត្រូវព្យាយាមរៀនសូត្រឲ្យមែនតើហើយ self responsibility for mistake អញ្ចឹងបើធ្វើខុសប្រាប់ថាខុសទៅយើងទទួលខុសត្រូវទៅលើកំហុសរបស់យើងអញ្ចឹងអាហ្នឹងវានឹង pay off យើងថ្ងៃក្រោយដូចគ្នាដែរបើមិនជាយើងអត់ចេះទទួលកំហុសវានឹងពិបាកធ្វើការមួយគេអញ្ចឹងណាហើយ work as part of team មានថាយើងត្រូវការចេះធ្វើការជា team work
chúng ban chi nơi sả lá mình tới crew có đơn thà thưa ca chỉ thím anh nhẹ nhảy đi xa này chỉ đàm đừng các bạn cái tôi nè thì bên đây quạt trong bờ là dương trẻ thưa ca chỉ thím ở trẻ communicate mỗi khi ở clear ở trẻ bán chạy chẳng nè chương nhiên tất cả năng vi สำคัญ bởi sinh chỉ dương thưa ca ta tại muốn nếu không management đầy dương vậy đó cứ vì ọt ta tô ban chục chơi thì bởi sinh chỉ dương ở trẻ thưa ca chỉ thím để sao dương thưa ca combine từ chiều one flow chẳng nè chứng video này tôi chịu về đây hỏi khi dương cho mơ dươngនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់ណាពាក់ព័ន្ធមួយនឹង construction project overview អីចឹងទៅអូខេជួបគ្នានៅក្នុងវីដេអូបន្ទាប់